ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបានតន់តាមដិតចាំសខុមសូមលើកយកនៅប្រវត្តិខ្លះនៃការកកើតថ្នាំដុសធ្មេញពុកម៉ែបងប្អូនមានដឹងទេថាមកដល់បច្ចុប្បន្ននេះការប្រើផលិតផលថ្នាំដុសធ្មេញដែលមានច្រើនប្រភេទច្រើនគុណភាពនិងច្រើនប្រទេសផលិតឡើងនៅរសជាតិផ្សេងគ្នាថ្នាំដុសធ្មេញខ្លះគឺផលិតឡើងត្រូវជាច្រើនមុខងារដូចជាបំបត្តិការស្រាវសង្គាធ្មេញការពាររោគពុកធ្មេញការពារអញ្ចាញធ្មេញបំបត្តិក្លិនមាត់មិនល្អការពារកំណកកំបោរនិងកម្ចាត់បាក់តេរីជាដើមឡើយបងប្អូនមានដឹងទេថាទម្រាំនឹងបានការប្រើប្រាស់ថ្នាំដុសធ្មេញសម័យទំនើបនេះគឺយើងត្រូវឆ្លងកាត់នៅការស្រាវជ្រាវរកឃើញជាង 5000 ឆ្នាំមុនគ្រិស្តសករាជទៅទៀតប្រទេសដែលផលិតនិងប្រើប្រាស់ថ្នាំដុសធ្មេញមុនគេគឺប្រទេសអេស៊ីបដែលតាមការស្រាវជ្រាវគឺរកឃើញថាមានរយៈពេល 5000 ឆ្នាំមុនគ្រិស្តសករាជពេលនោះប្រជាជនអេស៊ីបបានយកឆ្អឹងសត្វក្រចកជើងគោសម្បកពងមាន់សម្បកលៀសសារជាតិពុយមីសនិងផ្កាអៃរីសមកកំឡោចឲ្យខ្លោចហើយបុកឲ្យម៉ត់យកក្រណាត់រុំនឹងម្រាមដៃជ្រលក់ទឹកឲ្យសើបន្តិចហើយផ្ដិតនឹងសារធាតុទាំងនោះយកមកដុសសម្អាតធ្មេញជារៀងរាល់ថ្ងៃដែលជួយបំបត្តិក្លិនមាត់និងធ្វើឲ្យធ្មេញរបស់គេបានសល្អថែមទៀតផងរហូតមកដល់500 ឆ្នាំមុនគ្រិស្តសករាជមានប្រជាជនឥណ្ឌានៅចិនបានបន្ថែមនៅរូបមន្តខ្លះទៀតដើម្បីធ្វើឲ្យថ្នាំដុសធ្មេញនោះកាន់តែប្រសើរគឺជនជាតិចិនបានបន្ថែមនៅជីអង្កាមយិនសិន